ទឹកចិត្តម្ដាយពិតមនុស្សគ្រប់រូបតែងតែមានម្ដាយរៀងៗខ្លួនហើយម្ដាយតែងតែចេះថ្នាក់ថ្នមបំពេកូនធ្វើយ៉ាងណាឲ្យកូនរស់នៅដោយក្តីសុខកាយសប្បាយចិត្តមិនចង់ឲ្យកូនប្រះចាកពីខ្លួនពេលកូននៅតូចម្ដាយតែងតែលួងលោមបបោះអង្អែលបញ្ចុកចំណីសំបីតែស្រមោចវាក៏មិនបានប៉ះពាល់អ្វីមួយដែលធ្វើឲ្យកូនឈឺក៏មិនបានផងម្ដាយបានបំពេញតួនាទីមើលថែមិនឲ្យកូនឃ្លាតចាកឆ្ងាយពីក្រសែភ្នែកគាត់ឡើយបាទនេះគឺជាទឹកចិត្តរបស់ម្ដាយពេលដែលកូននៅតូចគាត់តែងតែមើលថែសូម្បីតែស្រមោចមួយវាមកចិត្តក៏មិនបានផងគាត់តែងតែស្រឡាញ់ថ្នាក់ថ្នមមើលថែកូនហើយចាត់ទុកកូនរបស់គាត់គឺជាខ្សែភ្នែកគឺជាជីវិតព្រមទាំងបេះដូងចិត្តកាយរបស់គាត់តែម្ដងសួស្តីបងប្អូនចឹងយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងសាច់រឿងថ្មីដែលសាច់រឿងក្នុងថ្ងៃនេះគឺមានចំណងជើងថាស្រីកាឡកណីនិងម្ដាយរបស់ទារកអញ្ចឹងសម្រាប់សាច់រឿងនេះគឺដកស្រង់ចេញពីរឿងបុរាណមួយដែលជាស្ត្រីដែលពុំមានម្ដាយហើយចង់បានកូនរបស់គេមកធ្វើជាកូនរបស់ខ្លួនអញ្ចឹងយើងចង់ដឹងថាតើសាច់រឿងពេញវាមានអត្ថន័យយ៉ាងណាតើយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នានៅក្នុងនគរមួយមានស្ត្រីម្នាក់សម្រាលកូនបានកូនប្រុសមួយមានរូបឆោមលោមពណ៌យ៉ាងស្រស់ស្អាតគួរជាទីប្រាថ្នារបស់មនុស្សគ្រប់គ្នាដូច្នេះហើយបានធ្វើឲ្យម្ដាយស្រឡាញ់ពេញចិត្តកូនជាពន់ពេកដំណឹងនេះក៏បានឮខ្យល់ខ្ចាយដល់ស្ត្រីកាឡកណីម្នាក់ដែលរស់នៅភូមិផ្សេងគឺជាស្ត្រីដែលមានប្តីមិនអាចមានកូនបានតែមានឫទ្ធិអំណាចខ្លាំងក្លាពេលឮដំណឹងពីកូននោះភ្លាមនាងកាឡកណីក៏បានមានចិត្តអន្តេសាចង់បានកូននោះមកធ្វើជាកូនរបស់ខ្លួនជាខ្លាំងនឹងបានគិតរកមធ្យោបាយដើម្បីដណ្ដើមកូននោះមកធ្វើជាកូនរបស់ខ្លួនឲ្យទាល់តែបាននៅថ្ងៃមួយនាងក៏បានធ្វើដំណើរចូលទៅក្នុងភូមិរបស់ស្ត្រីជាម្ដាយហើយក៏បានចូលទៅក្នុងផ្ទះរបស់ស្ត្រីជាម្ដាយដោយធ្វើពុតជាចូលទៅសួរសុខទុក្ខម្ដាយនិងកូនជួនជាពេលនោះម្ដាយកំពុងតែនៅផ្ទះតែពីរនាក់កូនដូច្នេះជាឱកាសល្អសម្រាប់នាងកាឡកណីពេលឃើញឱកាសល្អដូច្នេះនាងក៏ចាប់លើក3កូនតូចនោះឡើងរត់ចេញមកក្រៅផ្ទះភ្លាមរីឯម្ដាយឃើញនាងកាឡកណីយកកូនរបស់ខ្លួនរត់ចេញក្រៅក៏ស្ទុះចេញមកតាមហើយស្រែកថាណែមេកាឡកណីតើឯងយកកូនរបស់យើងទៅណាពេលនោះនាងទាំងពីរនាក់ក៏ចាប់ផ្ដើមស្រែកប្រកែកដណ្ដើមកូនគ្នាម្នាក់សុទ្ធតែអះអាងឡើងថានេះជាកូនរបស់យើងរៀងខ្លួនវ៉ាវឃើញថាមកដល់ចំណុចនេះគឺថាអស្ចារ្យពេកហើយនាងមេកាឡកណីបន្ទាប់ពីទៅមើលកូនគេទៅសួរសុខទុក្ខកូនគេបែរជាយកកូនគេថាជាកូនរបស់ខ្លួនទៅវិញដោយប្រកែកដណ្ដើមគ្នាពេញទៅនឹងឯងបងប្អូនអរគ្នាបើនិយាយពីអ្នកភូមិវិញពេលឃើញចំនួនដណ្ដើមកូនរវាងម្ដាយនិងនាងកាឡកណីពួកគេដឹងថាអ្នកណាជាម្ដាយបង្កើតទៅហើយតែពួកគេខ្លាចនឹងរឹតអំណាចរបស់នាងកាឡកណីទើបមិនហ៊ានជួយដល់ស្ត្រីជាម្ដាយទេនេះបានថាដោយសារតែអំណាចធ្វើឲ្យអ្នកភូមិទាំងអស់គាត់បិទភ្នែកមើលអីលែងឃើញទាំងអស់ហើយដោយសារតែខ្លាចអំណាចនាងកាឡកណីនឹងឯងអញ្ចឹងដោយសារតែនាងនឹងមានអំណាចខ្លាំងពេកគ្របដណ្ដប់ទៅលើអ្នកភូមិអញ្ចឹងទោះបីឃើញការពិតក៏អ្នកភូមិមិនហ៊ាននិយាយការពិតដែរវាធ្វើឲ្យឧត្តមគតិរបស់អ្នកភូមិនឹងវាលលាយបាត់អស់ទៅហើយដោយសារតែខ្លាចអំណាចរបស់នាងកាឡកណីនឹងឯងហើយពួកគេក៏បានយកដំណើររឿងនៃការដណ្ដើមកូនគ្នាទៅទូលព្រះរាជានៃនគរនោះក្រោយពីបានដឹងដំណឹងពីប្រជាជនដែលបានមកទូលដល់ព្រះអង្គភ្លាមព្រះអង្គបានត្រាស់បង្គាប់ឲ្យក្រុមអាមាត្យទៅនាំស្ត្រីទាំងពីរនាក់នោះនិងកូននោះចូលមកក្នុងព្រះរាជវាំងដើម្បីបើកសវនាការកាត់ក្តីព្រះរាជាបានបញ្ជាឲ្យអាមាត្យយកកូននោះមកដាក់នៅចំកណ្ដាលនឹងព្រះភ័ក្ត្ររបស់ព្រះអង្គហើយឲ្យនាងទាំងពីរដណ្ដើមយកកូននោះព្រះរាជាបានមានបន្ទូលថាបើនរណាអាចដណ្ដើមយកកូននោះបានមុនកូននេះនឹងក្លាយជាកូនរបស់ខ្លួនគ្រាន់តែឮដូច្នោះនាងកាឡកណីក៏បានស្ទុះទៅស្រវាដណ្ដើមយកភ្លាមដោយមិនខ្លាចបង្កឲ្យកូនតូចនោះមានការឈឺចាប់ឬមានគ្រោះថ្នាក់អ្វីទាល់តែសោះចំណែកឯស្ត្រីដែលជាម្ដាយបង្កើតវិញពេលឃើញគេស្ទុះមកស្រវាទាញកញ្ឆក់កូនខ្លួនទាំងទទឹងទតែងទាំងកំរោលដូច្នេះខ្លួនក៏មិនហ៊ានដណ្ដើមពីគេឡើយព្រោះខ្លាចកូនទទួលរងនឹងការឈឺចាប់ក៏បណ្ដោយឲ្យនាងកាឡកណីយកកូននោះទៅពេលនោះព្រះរាជាក៏បានយល់ពីការពិតធម្មតាស្ត្រីជាម្ដាយមានសេចក្តីស្រឡាញ់ចំពោះកូនមិនចង់ឲ្យកូនទទួលរងនៅសេចក្តីទុក្ខវេទនាទោះជាត្រូវលះបង់នៅជ័យជំនះរបស់ខ្លួនក្តីចំណែកស្ត្រីដែលហ៊ានដណ្ដើមកូនដោយមិនខ្លាចកូនទទួលនឹងការឈឺចាប់នោះប្រកាសជាមិនមែនជាម្ដាយពិតទេព្រោះនាងមិនមានចិត្តអាណិតមេត្តាចំពោះកូនឡើយធ្វើយ៉ាងណាឲ្យតែទទួលបានជ័យជំនះតែប៉ុណ្ណោះសម្រាប់ចំណុចត្រង់នេះគឺយើងអាចស្វែងយល់បានហើយ
ចំពោះម្ដាយពិតប្រាកដគឺគាត់តែងតែខ្លាចកូនរបស់គាត់ឈឺខ្លាចកូនរបស់គាត់យំដោយយើងមើលទៅដឹងហើយគឺនាងកឡកណីបានមកកញ្ឆក់ទាញកូនរបស់គាត់ទាំងទទឹងទតែងអញ្ចឹងវាអាចនឹងធ្វើឲ្យកូនរបស់គាត់នឹងទទួលរងការឈឺចាប់អញ្ចឹងគាត់ឃើញបែបនេះគាត់មិនហ៊ានចូលទៅទាញទេកាលណាដែលយើងទាញទៅវិញទៅមកវាធ្វើឲ្យកូននោះទទួលរងការឈឺចាប់ដោយការទាញគ្នាទៅវិញទៅមកនឹងឯងអញ្ចឹងព្រះមហាក្សត្រគាត់ក៏បានស្វែងយល់អំពីទឹកចិត្តម្ដាយពិតប្រាកដនៃកូននោះឯងបន្ទាប់ពីព្រះរាជាទ្រង់ស្វែងយល់ច្បាស់ហើយទ្រង់ក៏បានកាត់សេចក្តីឲ្យនាងកឡកណីជាអ្នកចាញ់នៅក្នុងរឿងនេះហើយត្រូវប្រគល់កូននោះឲ្យម្ដាយបង្កើតគេវិញបាទនេះគឺជាម្ដាយពិតមានសុទ្ធមិនខ្លាចភ្លើងកូនរបស់គាត់គឺនៅតែកូនរបស់គាត់អញ្ចឹងរវាងនៃការធ្វើសកម្មភាពរវាងម្ដាយបង្កើតនិងស្ត្រីម្នាក់ទៀតដែលមិនមែនជាម្ដាយបង្កើតនៃកូននោះគឺយើងអាចមើលដឹងគឺម្ដាយបង្កើតគាត់ខ្លាចកូនរបស់គាត់ឈឺណាស់គាត់ខ្លាចកូនរបស់គាត់យំគាត់តែងតែថ្នាក់ថ្នមអញ្ចឹងណាប៉ុន្តែស្ត្រីដែលមិនមែនជាម្ដាយបង្កើតវិញគឺមិនខ្លាចទេធ្វើយ៉ាងណាឲ្យទៅបានជ័យជំនះបាទសម្រាប់សាច់រឿងនេះគឺយើងដកស្រង់ខ្លីពីសាច់រឿងនឹងផ្ទាល់តែម្ដងអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ហើយនៅក្នុងចំណុចនៃសាច់រឿងនេះផងដែរគឺគេចង់និយាយអំពីទឹកចិត្តម្ដាយពិតនឹងឯងហើយសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរទឹកចិត្តរបស់ម្ដាយដែលមានចំពោះកូនពិតជាធំធេងណាស់គាត់សុខចិត្តចេះចាញ់ក្នុងការប្រកួតសុខចិត្តទទួលភាពអាម៉ាស់និងសុខចិត្តលះបង់កូនជាទីស្រឡាញ់របស់ខ្លួនឲ្យទៅអ្នកដទៃទាំងទឹកចិត្តខ្លោចផ្សាព្រោះគាត់ខ្លាចកូនឈឺចាប់ដោយសារការដណ្ដើមប្រតាយបន្ទាប់គ្នាការថ្នាក់ថ្នមនិងការផ្ដល់ភាពកក់ក្ដៅរបស់ម្ដាយតែងតែមានចំពោះកូនម្ដាយតែងតែខ្លាចកូនឈឺចាប់សូម្បីតែស្រមោចក៏មិនឲ្យវាពីលើដែរនៅពេលដែលឃើញកូនរបស់ខ្លួនបានទៅអ្នកដទៃម្ដាយមានចិត្តព្រួយរន្ធត់ឥតឧបមាជាយាមធ្វើយ៉ាងណាឲ្យតែកូនបានផុតទុក្ខនិងទទួលបាននូវសេចក្តីសុខស៊ូចាញ់ដើម្បីកូនបាទនេះគឺជាទឹកចិត្តមួយដ៏ធំធេងបំផុតរបស់ម្ដាយដែលតែងតែលះបង់ដើម្បីកូនមិនថាក្នុងកលៈទេសៈមួយណាក៏តែងតែមានភាពអត់ធ្មត់ស៊ូទ្រាំខំមាត់សង្កត់ចិត្តគ្រប់ពេលវេលាធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់បានសេចក្តីសុខមិនថាការប្រកួតប្រជែងមួយណាយ៉ាងណាមិញដូចនៅក្នុងសាច់រឿងនេះគឺគាត់ប្រកួតប្រជែងដណ្ដើមកូនរបស់ខ្លួនទាំងដែលអ្នកដទៃមិនមែនជាកូនរបស់ខ្លួនបែរជាយកកូនរបស់គាត់ធ្វើជាកូនរបស់ខ្លួនតើទឹកចិត្តរបស់គាត់មានសេចក្តីខ្លាចផ្សាយ៉ាងណាហើយបន្ទាប់មកទៀតគាត់ឃើញនាងកឡកណីនោះដណ្ដើមកូនរបស់គាត់ដោយភាពជ័យជំនះដែលព្រះមហាក្សត្រគាត់ថាអ្នកណាដែលដណ្ដើមកូននឹងបានគឺជាម្ដាយរបស់កូននឹងពិតអញ្ចឹងណាហើយរវាងគាត់មិនហ៊ានទៅដណ្ដើមទេដោយសារទី1គាត់ខ្លាចកូនរបស់គាត់ឈឺគាត់ខ្លាចកូនរបស់គាត់យំដោយការទាញគ្នាទៅវិញទៅមកនឹងឯងហើយពេលនោះឃើញកូនរបស់គាត់បានទៅអ្នកដទៃមែនអញ្ចឹងពេលនោះគាត់ឈឺចាប់ខ្លាចផ្សាណាតែយ៉ាងណាក្ដីគាត់ក៏នៅតែឈ្នះនៅក្នុងសាច់រឿងនេះដោយសារតែគាត់គឺជាម្ដាយពិតអញ្ចឹងជាម្ដាយពុតគាត់តែងតែខ្លាចកូនឈឺខ្លាចកូនលំបាកនឹងឯងអញ្ចឹងនេះគឺជាការស្វែងយល់របស់ព្រះអង្គដែលគាត់កាត់សេចក្ដីឲ្យម្ដាយពិតជាអ្នកឈ្នះអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងនឹងវិលត្រឡប់មកជួបគ្នាជាមួយសាច់រឿងថ្មីនៅពេលក្រោយទៀតបើសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ក៏ដូចជាមានមតិយោបល់ណាមួយបងប្អូនទាំងអស់គ្នាអាចបញ្ចេញមតិយោបល់របស់ខ្លួននៅក្នុង comment ខាងក្រោមបានអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ